តោះមកបន្តភេទរបស់យើងទៀតភេទមុនគ្រួសាររបស់សទ្ធវង្សបានចូលចែកចែងរាជធានីឲ្យកូនរបស់ពួកគេតែយើងមកមើលពីទឹកមុខរបស់តួប្រុសរបស់យើងនេះវិញគេហាក់ដូចជាមិនពេញចិត្តក្នុងរឿងនេះសោះមានរឿងអីមែនទេលោកប្រុសបានជាមើលទៅទឹកមុខដូចជាមានកង្វល់បែបនេះនោះខ្ញុំក៏មិនដឹងដែរសុកក៏មានអារម្មណ៍ថាបែបនេះលោកប្រុសកង្វល់រឿងអីទៅនេះលោកប្រុសចិត្តមានមនុស្សមកមើលថែឲ្យណាលោកស្រីនិងលោកម្ចាស់បានទៅសួរកូនគេឲ្យហើយលោកប្រុសនៅមិនសប្បាយចិត្តទៀតទេឬខ្ញុំមិនត្រេកអរជាមួយនឹងរឿងនេះទេណាសែទុយទៅវិញខ្ញុំហាក់ដូចជាមិនពេញចិត្តនឹងរឿងដែលលោកពុកម៉ែរៀបចំឲ្យនេះសោះលោកប្រុសមិនមានអារម្មណ៍អីលើនៅនាងរាជធានីទេឬទាំងស្អាតហើយថែមជាអ្នកមានទៀតខ្ញុំថាគឺស័ក្តិសមបំផុតហើយជាមួយនឹងលោកប្រុសនោះខ្ញុំចង់ទៅក្រៅបន្តិចឯនៅផ្ទះនេះហើយមិនបាច់ទៅជាមួយខ្ញុំនោះទេលោកប្រុសចង់ទៅណាលោកប្រុសពុតទុយមិនដឹងជាស្អីទេសុកក៏មកនិយាយអត់តែខ្លាចអ្នកណានិយាយអីទៅចៅមូតាចៅខ្លាចអីទៅគេមិននេះខ្ញុំដាក់កាត់ផុំក៏លើគេនិយាយថាបានជប់អាផ្សេងកង្កាប់ណាយាយនេះផុំចឹងមិនដែលមានរឿងបែបនេះទេហើយចោះចៅជឿពួកគេដែរទេហឹងខ្ញុំមិនជឿទេខ្ញុំជឿលើតែអ្វីដែលខ្ញុំបានឃើញបើត្រឹមតែលើគេនិយាយក៏មិនច្បាស់ទេលោកយាយតែលើលោកនេះមិនអាប់មែនទេគឺយាយក៏មិនដឹងដែរណាចៅនេះចៅទៅលឺអ្នកណានិយាយមកនឹងហឹងគេបន្តែនឹងណាលោកយាយគាត់ថាបានឃើញពេលគាត់ទៅឆ្លងកង្កែបគាត់បានឃើញអាប់នោះឯងកំពុងតែស៊ីកង្កែបតើមែនឬមិនមែនតែពេលខ្ញុំលើបែបហ្នឹងឯងខ្ញុំមិនសប្បាយចិត្តសោះហើយគ្មានអីទេអាទុយវាព្រិលភ្នែកក៏ចេះតែថាទៅចៅមិនចាំបាច់ខ្លាចទេគ្មានអាបគ្មានខ្មោចអីនោះទេនឹងហើយចោះបានអីជាប់នឹងដៃនឹងនោះចាលោកយាយក៏ប្លែកនឹងណាខ្ញុំបានតបេះនៅពេលក្រោយភូមិខែទីឡោះថ្មីល្អណាស់ល្អហើយអញ្ចឹងធ្វើអីហូបក៏ធ្វើទៅណាចៅយាយមិនឃ្លានទេតែយាយមិនឃ្លានទៀតហើយមិនទេយាយហើយលោកយាយបានអីញ៉ាំឆ្អែតទេតើយាយមិនឃ្លានរហូតអញ្ចឹងគឺអូមិញនេះយាយទិញអន្សមមួយហូបក៏ឆ្អែតទៅហើយអញ្ចឹងហើយទើបមិនឃ្លាននោះចៅរៀបចំបាយទឹកទៅយាយសម្រាប់សិនហើយហ្នឹងនេះលោកយាយដូចជាផ្លែព្រៃណាមករយៈនេះមិនសូវបាត់បាយជាមួយខ្ញុំសោះសួរលើកណាក៏ថាឆ្អែតនេះអ្នកនាងនឹកឃើញអីទេបានជាមកដើរផ្សារជាមួយខ្ញុំបែបនេះនោះធម្មតាមិនចូលចិត្តដើរផ្សារមិនចឹងហ៎គឺយើងចង់ចេះទិញម្ហូបទិញបន្លែងព្រោះយើងចិត្តខ្លាចជាអនាគតភរិយាលោកសិទ្ធិវង្សហែងអញ្ចឹងហែងកិច្ចការផ្ទះត្រូវតែចេះគ្រប់យ៉ាងរួមទាំងវិជាធ្វើម្ហូបផងដែរអូនេះមូលហេតុចឹងសោះនេះបើមិនប្រុសតែលោកប្រុសសិទ្ធិវង្សទេអ្នកនាងក៏គ្មានថ្ងៃធ្វើបែបនេះដែរមែនទេគ្រប់យ៉ាងគឺប្រុសតែប្រុសណៃបាត់មករបស់អញតែចាប់ហែកមកឥឡូវណាឯងនេះសំដីគ្មានចេះគិតសោះបានហើយឆាប់ទៅទិញបន្លែទៅនឹងអាលបានត្រឡប់ទៅវិញខ្ញុំមិនចង់ត្រូវថ្ងៃយូរទេសួស្ដីអ្នកនាងត្រូវការទិញសាច់ជ្រូកស្រស់ទេល្អណាស់ជួយទិញពី3គីឡូមកណានេះអ្នកនាងរាជនីតានេះសម្រស់ពិតជាស្រស់ស្អាតណានាងស្គាល់ខ្ញុំដែរអងចាអ្នកនាងគឺជាកូនស្រីតែមួយគត់របស់លោកមង្គលនិងលោកស្រីទេវីនេះបានឃើញចិត្តបែបនេះគឺពិតជាស្អាតណាស់រាល់ដងធ្លាប់តែឃើញពីចម្ងាយនិងឃើញអ្នកនាងនៅតែក្នុងរបងផ្ទះហើយធ្វើជាស្គាល់ហ្នឹងចង់ឲ្យអ្នកនាងខ្ញុំជួយទិញសាច់ជ្រូកមែនទេមីងអត់ទេខ្ញុំស្គាល់មែនទេជាពិសេសលោកពុកណាំឯអ្នកនាងជាមនុស្សចិត្តល្អណាស់អ្នកភូមិស្រឡាញ់ចូលចិត្តលោកទាំងពីរដូចតែគ្នាហ្នឹងបានស្គាល់បែបនេះចាំខ្ញុំជួយទិញសាច់ជ្រូកពី3គីឡូនាងជឿនអញយកតែខ្ញុំតែខាងនោះមុនផ្លែធម្មជាតិពិតដាំដោយខ្លួនឯងអ្នកបេះមកពីព្រៃធម្មជាតិទាំងអស់ជួយទិញផងណាបងប្អូននេះបន្លែលក់យ៉ាងម៉េចដែរណានាងចាលោកម្ដុំ500រៀលលោកត្រូវការប្រមាណដែរទេហើយចាប់បន្លែនេះគេប្រើសម្រាប់ស្លឲ្យដែរតែខ្ញុំមិនដឹងប៉ាត់មែនណាចាលោកគេអាចស្លាប់ប្រហែលសម្លស្លកកស្លតាពាំងបានទាំងអស់ណាលោកល្អណាស់លោកត្រូវការប្រមាណដុំទេអីក្រែងនោះជាលោកសិទ្ធិវង្សតាញ់គេដាប់ផ្សារដែរលោកសិទ្ធិវង្សនេះលោកក៏ចាក់ដាប់ផ្សារដែរអង
អ្នកនាងរាជនីអ្នកនាងក៏មកទីនេះដែរមែនទេ ចាញ់គឺថាខ្ញុំរកទិញបន្លែត្រីសាញ់សម្រាប់ធ្វើម្ហូបនេះមិននឹកស្មានថាលោកក៏ចេះដែររកទិញបន្លែអីបែបនេះដែរសោះ អូគេមែនហើយអ្នកម៉ែក៏ប្រើខ្ញុំមកទិញហ្នឹងណាតាមពិតទៅខ្ញុំមិនសូវចេះទិញរបស់ទាំងនេះនោះទេ នេះលោកបច្ចុប្បន្នល្អរបស់លោកពូអ្នកមីងមែននេះលោកទិញបន្លែព្រៃបែបនេះមែនទេខ្ញុំថាបន្លែបែបនេះវាមិនល្អទេណាទិញបន្លែដែលគេដាក់តាំងនៅទីខ្ពស់ខ្ពស់មានការវេចខ្ចប់ត្រឹមត្រូវវិញទៅល្អជាងបន្លែបែបនេះមិនដឹងថាមកពីណាផងក៏មិនដឹងគ្មានអនាម័យសោះ បន្លែនេះជាបន្លែធម្មជាតិហើយក៏អនាម័យដែរណាអ្នកនាងខ្ញុំបានសម្អាតរួចហើយមិននិយាយមកលក់នោះ ខ្ញុំដឹងហើយតែបន្លែនេះដាំចេញមកដាក់ជីអាចកោអាចកបីមិនដឹងថាជាដាក់អាចអីទៀតទេគ្មានស្តង់ដារទេហើយបន្លែព្រៃនេះទៀតស្រួលមិនស្រួលស៊ីទៅពលអ្នកណាទទួលខុសត្រូវតែ ខ្ញុំធានាថាមិនប៉ុន្តែអ្នកនាងបន្លែនេះខ្ញុំលក់ជាប្រចាំលក់មកយូរហើយអ្នកតែយកទៅហូបក៏មិនមានអ្នកណាកាត់អីដែរណាទុកចិត្តបានណា តែខ្ញុំមិនទុកចិនលោកសត្វវងតែតិចបន្លែនៅខាងនោះវិញទៅល្អជាងមានច្រើនណាស់ តែខ្ញុំបានសុទ្ធតម្លៃខាងនេះរួចហើយណាមិនអីទេរាជនីខ្ញុំទិញទីនេះក៏បានដែរ មិនបានទេណាខ្ញុំមិនឲ្យលោកទិញរបស់គ្មានគុណភាពទេរបស់ល្អមានច្រើនណាស់មកមើលឃើញអីបន្លែព្រៃបែបនេះនោះមកខាងនេះមកណាមក គេអញ្ចឹងក៏បានដែរសុំទោសផងណាអ្នកនាង ចាមិនអីទេអត់ទេនេះខំតែបានលក់ដាច់ខ្លះហើយស្អីតើតែបានមិនក៏ពួកគេចូលចិត្តមកងាយផ្លែដាំដោយខ្លួនឯងឲ្យធម្មជាតិនឹងផ្លែព្រៃម្ល៉េះផ្លែល្អសឹងអីហើយ នេះទៅមកពីណានឹងកូនរាជនីនាងជឿនហើយបានអីមកខ្លះអីក៏សំពីងសំពងម្លេះ អូគេពួកខ្ញុំទៅមកពីផ្សារនឹងដែរលោកស្រីថ្ងៃនេះអ្នកនាងរាជនីចង់ធ្វើម្ហូបទៅនាំខ្ញុំដល់ផ្សារបែបនេះនោះ នេះកូនម៉ាញ់ចេះចង់រៀនវិជ្ជាមេផ្ទះហើយមែនទេអូម៉ែយល់ហើយគឺប្រកាសជារៀនធ្វើម្ហូបត្រៀមខ្លួនធ្វើជាកូនប្រសាររបស់លោកស្រីអំពរហើយមែនទេ អ្នកម៉ែងជាស្ត្រីគឺអញ្ចឹងហើយណាម៉ែងកិច្ចការចង្ក្រានជើឆ្នាំងគឺត្រូវតែចេះមិនអញ្ចឹងឯងខ្ញុំគិតថាដល់ពេលដែលខ្ញុំត្រូវចេះគិតពីរឿងហ្នឹងហើយ ពិតជាល្អណាស់កូនជាកូនស្រីត្រូវតែចេះធ្វើរឿងបែបនេះវាជាមុនស្នេហ៍របស់ស្ត្រីដែលអាចតាក់ចិត្តស្វាមីនឹងហ្នឹង ដូចជាលោកស្រីធំអញ្ចឹងគឺថាប្រកែសពគ្រប់ចឹងហើយតែលោកម្ចាស់មិនអាចទៅមានអ្នកក្រៅបានណោះព្រោះលោកស្រីចង់ឡើងជួប ឯងនេះខូចមាត់ណាស់មិនដឹងរឿងមិនបានទេមែនទេ អញ្ចឹងខ្ញុំគិតតែរៀបចំបាយម្ហូបសិនហើយហ្នឹងអ្នកម៉ែចាំភ្លក់សិនតែចាំភ្លក់ស្នាដៃរបស់ខ្ញុំផងហ្នឹងអញមែនហើយហើយចូលរឿងរបស់ខ្ញុំនិងលោកសិទ្ធិវង្សនោះអ្នកម៉ែមានឲ្យដំណឹងទៅខាងគេហើយហ្នឹង នៅទេគិតថានឹងប្រាប់ឆាប់នេះហើយនេះកូនមិនតាន់មែនទេ ប្រកបជាចឹងហើយលោកស្រីមនុស្សចង់បានប្តីយូរហើយមិនឲ្យបន្ទាន់យ៉ាងម៉េចមិញនេះក៏បានជួបគ្នានៅផ្សារទៀតចឹងហើយតែម្នាក់នាងគាត់ចង់ឲ្យបានឆាប់នោះអីណែនាងចិនជឿទេថាយើងចាប់មាត់ឯងឲ្យអាយ៉ាដល់កុំកជានោះចេះដឹងខុសរបៀប ចាសំទោសណានាង បានហើយនាំគ្នាទៅធ្វើម្ហូបចឹងចាំម៉ែភ្លក់ស្នាដៃរបស់កូនស្រីម៉ែងថាអាចទៅរួចឬអត់ ណែពូចេញមកផឹកបែបនេះពូមិនខ្លាចប្រពន្ធជេរទេឬបថហើយខ្លាចឲ្យទៅប្រពន្ធនោះយើងជាប្តីយើងត្រូវតែនៅលើប្រពន្ធណាឯនេះចេះតែមកសួរបែបនេះទៅកាមកជួលកែមួយមកតែប្រពន្ធពូកាច់ណាស់ថ្ងៃមុនណាគ្រាន់តែផឹកជាមួយម្ដងណាគាត់ជេរដល់ទាំងខ្ញុំទៀតអញ្ចឹងហើយបានជាខ្ញុំចេះតែខ្លាចនោះនេះខ្ញុំខំលួចសាច់ប្រពន្ធខ្ញុំមកខ្លែមណាឯងតែកំឡោះខ្ញុំផឹកឲ្យអស់ស្រាតនេះវើយហាមរត់ចោលឲ្យសោះបើមិនអញ្ចឹងទេផឹកលើកក្រោយអញឈប់ហៅឯងផឹកហើយ បថយពូផឹកស្រាប់បដិសងខ្លាចខ្ញុំរត់ចោលមែនទេខ្ញុំធ្លាប់ផឹកអស់ទាំងកាន់មិនខ្លាចផងមកខ្លាចអីទៅសាមួយដបនេះនោះល្អហើយចឹងនោះណែអញលើប្រពន្ធអញនិយាយថាឯងនេះទៅឃើញអាបមែនទេអញនេះវាមិនជឿខ្មោចអាបមិនមកពីណាទៅវើយហើយពូកុំនិយាយបានទេនេះជប់ដូចជាព្រឺផងណាតែគឺខ្ញុំឃើញពិតមែនណាពូតែពេលខ្ញុំនិយាយគ្មានអ្នកណាគេជឿខ្ញុំសោះសូម្បីតែអញក៏មិនជឿដែរនេះមានខ្មោចអាបមកពីណាទៅវ៉ៃសម័យនេះហើយនោះនេះឯងចេះតែរងនឹកពាក្យមកខកតកាខ្ញុំមិនបានកុហកទេណាពូចាំមើលថ្ងៃណាមួយពូនឹងបានជួបដល់ខ្លួនឯងហើយបើមិនជឿខ្ញុំនោះ
អញក៏ចង់ជប់ដែរអើយនេះបើជប់វិញអញនឹងចាប់ដកពោះវៀនវាយកមកក្លែមស្រាដូចជាពេលនេះអញ្ចឹង នេះកំពុងតែអត់សាច់ក្លែមផងវ៉ៃ យីពូអាប្រមឹកអស់នេះចង់ស៊ីពោះវៀនយើងផងមែនទេខ្លាចតែមិនទាន់បានស៊ីយើងផងត្រូវយើងស៊ីវិញនោះអានាង ហើយចុះតាពូបានសាច់ក្លែមនេះមកពីណាទៅល្អហើយឆ្ងាញ់ទៀតណែអោប្រពន្ធយើងជាអ្នកលក់សាច់ចង់ស៊ីស្មើណាក៏បានដែរណាហើយពូកូននៅខាងនោះឯងចង់ស៊ីក៏ទៅយកវាមកស្ងោរទៅហើយជប់ហើយពូធ្វើអីទៀតទៅស៊ីតែប៉ុណ្ណឹងក៏បានដែរហើយយាយអាមក្រឡេកឃើញពូកូដែលចាំអំពាក់លើធ្នើក៏សប្បាយចិត្តគាត់ក៏ហោះសំដៅទៅទីនោះ អូនោះរបស់ឆ្ងាញ់នៅទីនោះសោះ អេពូនោះជាភ្លើងអីទៅប្លង់នៅទីនោះពូមើលចុះតែជាភ្លើងអ្នកឆ្លោះសត្វទេដឹងឯណាមើលពេលនោះជាអាមបានប៉មយកពូកូននោះហោះយកទៅស៊ីបាត់តែហាអូអាមនោះអាទៅប៉មយកពូកូននោះទៅបាត់ហើយណាពូអើយពូនៅមិនបានទេទៅសិនហើយ ơi à mẹ ta chầm anh phong nè ណែលោកយាយមិនតន់ងើបពីសម្រានទេហើយចុះមកគាត់ប្រឡែងហ្នឹង អូនេះចៅមូតាទេអីមានអីមែនទេចៅ គឺខ្ញុំមកប្រាប់យាយថាខ្ញុំទៅលក់បន្លែហើយយាយណែមកយាយប្រឡែងទេក៏ហមដូចជាឈាមបែបនេះនោះ អូគ្មានអីទេចៅគឺពណ៌មលូស្លាតើយាយភ្លេចជូតចាញ់នេះចៅគិតអីមែនទេ ខ្ញុំស្មានថាលោកយាយក្អកចាញ់ឈាមតែព្រោះមករៀននេះលោកយាយឆេខ្ញុំចេះតែបារម្ភតែនេះបាលោកយាយមិនអីទេខ្ញុំទៅលក់សិនហើយ យាយមិនអីទេទៅលក់ចោះណាចៅ យប់មិញនេះថាជូតមាត់លៀងឲ្យជ្រះអស់ហើយតើមិនក៏នៅតែប្រឡាក់ទៀតវៃ ទៀតហើយថែមុនអាទុយវានិយាយខ្ញុំមិនជឿទេតែនេះបងក៏និយាយទៀតបងឃើញមែនទេ បងឃើញមែនតាឃើញវាប៉មពូកូននោះហោះទៅស៊ីឡើងពេញផ្លេចណានេះបងមិនចង់ជឿទេតែនេះវាច្បាស់ពេញហើយណា អូយប់មិញនេះបងលុយសាច់ទៅផឹកទៅក្លែមទៀតមែនទេក្រែងខ្ញុំមកប្រាប់ហែងតារបស់ថ្លៃណាស់មិនយកទៅក្លែមបែបនេះហើយបើបែបហ្នឹងបានអីចំណេញ គឺបងចូលតែពេញតើអូនកុំឲ្យខឹងរឿងនោះអីណាជាមកនិយាយរឿងនេះសិនទៅគឺរឿងដែលបងបានឃើញអាប់ចុះបាញ់នោះគឺអាប៉ិតមែនណាអូនបងឃើញប៉ិតមែនណា សបងទាំងពីរទាំងបីប្រាប់ផ្លេចតែដឹងហើយចុះពេលនោះបងឃើញមុខច្បាស់ទេ មុខមែនទេមែនហើយគឺស្រដៀងនឹងមែនហើយគឺស្រដៀងនឹងជាអាំណាអូនយាយរបស់មូតានោះអីខ្ញុំឃើញពីចម្ងាយតែមើលទៅគឺស្រដៀងនឹងគាត់ប៉ិតមែន យាយអាំមែនទេហើយបងនេះមនុស្សយាយអាំខ្ញុំស្គាល់មកយូរហើយតែយាយអាំយ៉ាងម៉េចបានមនុស្សរាប់អានគ្នាមកជាយូរមានអីក៏ជួយគ្នាហើយលើថាគាត់ឈឺទៀតនេះមិនទាន់បានទៅមើលគាត់ម្ដងផង បងគ្រាន់តែថាស្រដៀងមិនបានចោទគាត់ទាំងស្រុងនោះទេណានេះយើងគួរតែប្រាប់រឿងនេះដល់អ្នកក្នុងភូមិគ្រប់គ្នាបានដឹងផងឲ្យពួកគេបានប្រយ័ត្នខ្លួន មិនដឹងថាគេជឿបងឬក៏អត់ផងសូម្បីតែខ្ញុំសឹងចេះតែសម័យផងក៏មិនដឹងបានឲ្យខ្ញុំទៅលក់ហើយនៅផ្ទះមើលប្រឡាក់សាច់ហាថៃផងក៏មានកំណត់ដូចសាច់ទៅក្លែមទៀតទេសាច់ខ្ញុំដឹងចំនួនដុំហើយតែបាត់ហើយដឹងតែហើយអូននេះអីក៏ក្រាប់ក្រំម្លេះបាត់សាច់មួយដុំក៏មិនបាននេះមិនគិតឲ្យប្តីអាំងស៊ីបាយខ្លះទេឬយ៉ាងម៉េច ស៊ីបាយខ្ញុំមិនថាទេតែបើយកសាច់ទៅអាំងក្លែមទៅបំពន់ក្នុងវងផឹកស៊ីវិញណាតែខ្ញុំដឹងកុំថាខ្ញុំមិនបានប្រាប់ហើយបានណាខ្ញុំទៅអី ខ្ញុំក៏មិនដឹងដែរណាតែថាយប់មិញនេះប្តីខ្ញុំគាត់បានឃើញពិតមែនគឺកំពុងតែផឹកអាបនោះក៏ពំពោះគោហៅទៅស៊ីធ្វើបង្ងើយដូចមិនខ្លាចអីតិចសោះ នេះបើវាជាការពិតមែនជារឿងដែលគួរឲ្យបារម្ភណាស់ភូមិយើងគឺកាន់តែមានរឿងចម្លែកហើយមែនទេ មែនហើយតាំងពីខែដែលជ្រូកខ្ញុំត្រូវសัตว์ហៃពូមកមានរឿងផ្លែករហូតថ្ងៃមុនណាអាទុយវាឃើញអាបហ្នឹងស៊ីអង្កែបហើយយប់មិញនេះវាក៏ឃើញទៀតពេលវាផឹកជាមួយប្តីខ្ញុំណាអ្នក ហើយគេឃើញវាច្បាស់ដែរទេអាបមុខយ៉ាងម៉េចនោះ គឺចេះណាកុំឲ្យដឹងដល់ក្មួយមូតាណាគឺគាត់ថាឃើញមុខស្តៀងជាអាំតែមិនប្រកាសទេចឹងហេតុបានថាកុំឲ្យលើកដល់ក្មួយមូតានោះ
មុខស្តៀងយាយអាមែនទីងមិនអាចទៅរួចទេអ្នកខ្ញុំស្គាល់យាយអាមកយូរហើយពូជអម្បូររបស់គាត់មិនដែលមានប្រវត្តិអីបែបនោះទេ ខ្ញុំក៏ជឿដែរប៉ុន្តែតាមតែពុកវានឹងណាបានហើយយើងឈប់និយាយរឿងនេះទេនិយាយគ្នាពីអីនោះមិនជឿនមិនសមដូចជាសម្ងាត់ម៉េច គ្មានអីទេនាងជឿនយ៉ាងម៉េចថ្ងៃនេះដើរផ្សារមិនបណ្ដាចវាយរបស់នាងមកជាមួយទេអីថ្ងៃមុនខ្ញុំហៅក៏មិនឆ្លើយដែរឯងនេះបានទៅនៅផ្ទះសេដ្ឋីចាំផ្លេចជាមួយអ្នកភូមិហើយមែនទេ ភ្លេចអីតាមីងណាមើលខ្ញុំបានលឺមីងហៅផងហ្នឹងឯងថ្ងៃនេះនាងខ្ញុំមិនបានមកជាមួយទេព្រោះខ្លាចថ្ងៃក្តីខូចស្បែកនោះអី មិនលឺហើយឃើញញាក់មុខមកសោះហ្នឹងតែមិនឆ្លើយយើងហេតុតែគេបានទៅនៅជាមួយអ្នកមានគេមិនចង់ស្គាល់យើងទេ ហើយមិញឯងនេះចាអត់ចិត្តមើលតែក្មេងតកើតបើថាមិនឃើញហើយមកយ៉ាដែរទៀតនេះតាំងពីបាននៅផ្ទះលោកមង្គលសាច់ឈាមដូចជាស្រស់ថ្លាដល់ហើយនឹងជឿនចាត្រូវហើយសេឆ្ងាញ់ដេកស្រួលឬអីថាមិនស្អាតនោះនេះខ្ញុំខំថែខ្លួនណាព្រោះផ្ទះលោកមង្គលចិត្តមានពិធីធំហើយ តើជាពិធីធំអីទៅនាងជឿន គឺពិធីភ្ជាប់ពេលនាងរាជនីនិងលោកប្រុសសិទ្ធិវង្សកូនប្រុសរបស់លោកបច្ចេកនិងលោកស្រីអំពើនឹងណាហើយដឹងតែក៏ក្រាកហើយមិនចាំទៅមើលចា អូអ្នកមាននិងអ្នកមានហ្នឹងជារឿងធម្មតាទេនាងជឿនអើយគេមានគេធ្វើអីក៏សមដែរពិធីភ្ជាប់ពាក្យកូនស្រីតែម្នាក់របស់គេត្រូវតែក៏ក្រាកអញ្ចឹងហើយ ហើយមកនេះមកនិយាយតែរឿងប៉ុណ្ណឹងមែនទេមិនគិតជួយទិញសាច់ទិញបន្លែខ្លះទេហ៎សាច់គោក៏មានសាច់ជ្រូកអ្នកសំក៏មានចាខ្ញុំមិនឲ្យចំណានគ្នាទេដាក់សាច់ម្នាក់1គីឡូមកចឹងកុំឲ្យចំណានគ្នា ម៉ែបានឲ្យដំណឹងទៅខាងគេហើយហ្នឹងគេថានៅអាទិត្យក្រោយនេះគេនឹងចូលស្ដីដណ្ដឹងកូនហើយនេះរំភើបដែរទេ ចាប់ម៉េងមិនឲ្យរំភើបយ៉ាងម៉េចទេបើខ្ញុំរងចាំថ្ងៃនេះមកយូរហើយនឹងចាំមើលណាខ្ញុំត្រូវតែតែងខ្លួនឲ្យស្អាតជាទីបំផុត ទោះមិនសូវតែងខ្លួនក៏កូនម៉ែស្អាតស្រាប់ទៅហើយម៉ែដើរមើលអស់ហើយគឺគ្មានស្រីណាអាចយកឈ្នះសម្រាប់កូនម៉ែបាននោះទេ នៃម៉ែនិយាយបែបនេះខ្ញុំពិតជាអៀនណាស់ ហើយចុះថ្ងៃនេះមិនរៀនធ្វើម្ហូបទៀតទេអីកូន ចាំម៉េងកូនបានឲ្យនាងជឿនទៅទិញបន្លែត្រីសាច់ហើយកូនត្រូវតែចេះធ្វើម្ហូបគ្រប់យ៉ាងតែម្ដងណាម៉េងដើម្បីចង់ចិត្តលោកសិទ្ធិវង្សអាចជាប់ចិត្តតែខ្ញុំតែម្នាក់ដោយលោកពុកជាប់ចិត្តជាមួយនឹងអ្នកម៉ែនោះឯង អញ្ចឹងម៉ែទៅក្រៅមកផ្លេតហើយហ្នឹងទៅប្រាប់ចាស់ទុំរឿងភ្ជាប់ពាក្យកូននឹងហើយត្រូវតែផ្សព្វផ្សាយឲ្យគេបានដឹងថាកូនម៉ែបានប្តីហើយ លោកស្រីទេវីបានមកដល់ផ្ទះរបស់យាយអាំដោយយាយអាំគាត់ជាចាស់ជាទុំដឹងរឿងប្រពៃណីច្រើនតែគាត់មកអញ្ជើញឲ្យចូលរួមក្នុងពិធីរបស់គាត់ យាយអាំយាយអាំនៅផ្ទះដែរទេហ្នឹងអេទៅព្រៃរកដំឡូងរកផ្សិតបាត់ទេដឹងយាយអាំយាយអាំយាយអាំឡើងទៅមើលសិនជ្រុលជាមកហើយកុំឲ្យខកជើងយាយអាំ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 អើយពុតថយយាយអាំមិនក៏មកមិនឲ្យដំណឹងបែបនេះហើយរកមួយថ្ងៃហើយមិនក៏មិនឆ្លើយខ្ញុំផងអើយលុះព្រលឹងអស់ខ្ញុំទៅតែមកពីខាងក្រៅផ្ទះលោកស្រីមានអីមែនទេបានជាមករកខ្ញុំដល់ផ្ទះបែបនេះនោះចាំងគឺមានការសំខាន់ណាស់គឺថាមកអញ្ជើញយាយអាំឲ្យទៅពិធីភ្ជាប់ពាក្យកូនរាជនីនឹងណានៅអាទិត្យក្រោយនេះយាយទំនេរដែរទេខ្ញុំទំនេរទេតែមួយរយៈនេះខ្ញុំចេះតែមិនស្រួលដើរឆ្ងាយក៏មិនបានមិនហ៊ានសន្យាទេថាបានទៅឬក៏មិនទៅនោះយាយអាំឈឺមែនទេឈឺអីតាំងហើយចុះមាត់កើតអីហ្នឹងប្រឡាក់ដូចជាឈាមអូគ្មានទេទឹកមកលូនតើមែនហើយខ្ញុំមិនស្រួលខ្លួនអញ្ចឹងហើយទៅខ្ញុំមិនហ៊ានសន្យានោះហើយចុះកូនលោកស្រីភ្ជាប់ពាក្យជាមួយកូនអ្នកណាដែរទៅចាយាយគឺកូនលោកវិជ័យនិងលោកស្រីអំពាន់នឹងហ្នឹងគឺចង់ឲ្យយាយទៅពិតមែនបើថាពិបាកធ្វើដំណើរចាំខ្ញុំឲ្យគេមកទទួលក៏បានដែរហ្នឹងមិនបាច់ទេខ្ញុំថាខ្ញុំមិនទៅល្អជាងលោកស្រីទៅរកចាស់ទុំផ្សេងចាស់ខ្ញុំមិនស្រួលខ្លួនបែបនេះវីវមានបញ្ហាដល់កម្មវិធីគេទៀតបើយាយនិយាយបែបនេះទៅហើយនោះខ្ញុំក៏មិនហ៊ានបង្ខំដែរអញ្ចឹងខ្ញុំអស់ការហើយខ្ញុំទៅវិញសិនហើយហ្នឹង
ពេលលោកស្រីទេវីដើរចេញមកក្រៅវិញ អេហើយមិនក៏មន់មកងាប់នៅទីនេះទៅវិញហើយមិនក៏មិនទេ